បាទសួស្តីបងប្អូនអរគ្នានឹងឯវិលជួបគ្នាសាជាថ្មីម្ដងទៀតហើយនឹងឯបាទថ្ងៃនេះជាតាក់មានបទពិសោធន៍មួយដើម្បីចែករំលែកដល់បងប្អូនដែលប្រើប្រាស់រថយន្តណាបាទនឹងឯឡាននេះបញ្ហាគាត់កើអគុយបាទនឹងឯកើអគុយគាត់កើអគុយបច្រាស់បាទនឹងឯធម្មតាឡាននេះវាប្រើភ្លើង12វ៉ុលបងប្អូននឹងឯអញ្ចឹងបងប្អូនដែលមានបញ្ហាអស់អគុយយើងត្រូវប្រយ័ត្នប្រយែងតិចបងប្អូនអញ្ចឹងការកើអគុយ12វ៉ុលគឺយើងយកអគុយខាងបូកហ្នឹងវាចូលមកខាងបូកដែរមកហ្នឹងហើយខាងដកហ្នឹងចូលខាងបកជៀសវាងបច្រាស់ខ្សែគ្នាបាទកាលណាបច្រាស់ខ្សែគ្នាគឺវាមានបញ្ហាឡើងដល់24វ៉ុលអញ្ចឹងហើយធ្វើឲ្យបញ្ហាឡានហ្នឹងវាឆេះអស់ហ្នឹងបាទពួកបតpush ហ្នឹងបត body បតបជាម៉ាស៊ីនអីហ្នឹងគឺវាឆេះអស់បងប្អូនដូចឡានមួយនេះគឺបញ្ហាគឺតិចតួចទេអស់អគុយទេដំបងឡើយបាទអញ្ចឹងគាត់កើអគុយខ្លួនឯងម្ចាស់ឡានគាត់កើអគុយខ្លួនឯងទៅវាបញ្ហាឆេះបតបជាបតអីអស់អញ្ចឹងទៅហ្នឹងហើយអេក្រង់អីហ្នឹងគឺលេងដំណើរការអស់បាទហ្នឹងប៉ុន្តែអត់អីទេមកដល់ជាងតាក់ហើយជាងតាក់ទីឆ្មាឥឡូវរៀបចំជូនឲ្យមកស្អាតវិញហ្នឹងហើយប៉ុន្តែការចំណាយវាទៅតាមហ្នឹងអញ្ចឹងបងប្អូនដែលមានបញ្ហាអស់អាគុយបើយើងអត់បានច្បាស់នៅប្រព័ន្ធភ្លើងឡានហ្នឹងហើយអញ្ចឹងយើងពឹងពាក់ទៅលើជាងឡានទៅហ្នឹងហើយឲ្យជាងឡានគាត់កើឲ្យបាទឥឡូវឃើញថាដំណើរការមកវិញហើយបាទអញ្ចឹងយើងជួលជាងទៅហ្នឹងហើយអស់10000 20000រៀលឲ្យគាត់ទៅបាទឲ្យគាត់ទៅដើម្បីជាសាំងឡានសាំងម៉ូតូអីចឹងទៅហ្នឹងហើយឥឡូវដើរវិញអស់ហើយដល់ពេលយើងរីកខំមកពួក10000 20000រៀលឲ្យជាងឥឡូវបែរជាអស់រាប់រយរាប់ពាន់ដុល្លារហ្នឹងហើយអញ្ចឹងវាយើងទទួលយកក៏បានណាភ្ញៀវទទួលយកក៏បានទេបាទហ្នឹងហើយឡានអស់អគុយបែរជាមកធ្វើឲ្យអស់លុយច្រើនអស់ដល់រាប់រយរាប់ពាន់អញ្ចឹងវាមានអារម្មណ៍មួយថាស្ដាយក្រោយបងប្អូនហ្នឹងហើយដំណើរការវិញហើយបងប្អូនហ្នឹងសិនតិចម៉ាស៊ីនអញ្ចឹងឡានមួយនេះខូចច្រើនបងប្អូនខូចបទបញ្ជាម៉ាស៊ីនបទបញ្ជាម៉ាស៊ីនតិចបទបញ្ជា body អេក្រង់បាទនិយាយរួមទៅគឺទៅអស់ហើយទៅសរិនហើយអូខេអញ្ចឹងបទពិសោធន៍មានប៉ុណ្្នឹងទេបងប្អូនដែលមានបញ្ហារថយន្តអាចតាក់ទងមកបានបាទមានឋានជាងតាក់ទីឆ្មាបាទអរគុណជួបគ្នាបើមានបទពិសោធន៍អ្វីចែករំលែកជួបគ្នានៅពេលក្រោយបាទបងប្អូនអរគុណជម្រាបលាបាទ